សម្រួលថាឥឡូវអូខេយើងមានលក្ខខណ្ឌ1 2 3ឲ្យបងឯងផ្អាកបង6ខែដើម្បីឲ្យបងឯងមានសមត្ថភាពក្នុងការប្រកបមុខរបររបស់បងអញ្ចឹងគេសម្រួលឲ្យទៀតតង់ទី2គេសម្រួលឲ្យទៀតហើយយើងអាដល់6ខែហើយនៅតែអត់មានលុយទៀតបាទអត់មានលុយបងគេទៀតអញ្ចឹងនេះគឺជាចំណុចក្តៅកគុកធ្វើឲ្យខ្លួនឯងពិបាកអញ្ចឹងមានន័យថាកាលណាយើងអត់ដឹងពីការចរចាឬក៏អត់ដឹងពីក្បួនក្នុងការធ្វើការងារហ្នឹងទេវាមិនខុសអីទេបងប្អូននឹងកុហកដូចខ្ញុំកុហកថាសុំបងការកុហកសុំថាសុំផ្អាកមួយរយៈហើយអាពេលដល់ថ្ងៃដែលសន្យាផ្អាកនោះហើយនៅតែគ្មានសមត្ថភាពទៀតអញ្ចឹងរឿងនេះគឺជារឿងមួយជំងឺបំណុលបើសិនជាបងប្អូនមានជំងឺបំណុលបងប្អូនត្រូវតែចរចារឿងតលុយមួយមុខបងប្អូនមិនអាចដោះស្រាយបញ្ហាបានគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍សម្រាប់អ្នកទាំងអស់គ្នាដែលបានអញ្ជើញចូលមកក្នុងคลิปថ្មីរបស់ខ្ញុំមួយនេះនៅក្នុងថ្ងៃនេះខ្ញុំមានប្រធានបទអំពីការទៅពយាឬក៏ចរចាមួយគេដោយអត់មានក្បួនធ្វើឲ្យខ្លួនឯងផុងខ្លួនចូលក្នុងបញ្ហាកាន់តែជ្រៅតើបងប្អូនប្រមាណអ្នកខ្លះដែលបានផុងខ្លួនតាមរយៈនៃការចរចាឬក៏ការពយាគេហើយប៉ុន្តែខ្លួនឯងនៅតែមិនមានសមត្ថភាពក្នុងការសងគេទៀតបាទបងប្អូនអាចខមមិនបានណាបាទបើសិនជាបងប្អូនស្ថិតនៅក្នុងចំណុចនេះសូមបងប្អូនធ្វើការស្ដាប់វីដេអូរបស់ខ្ញុំឲ្យចប់ដើម្បីជាការដឹងពីកលឹះឬក៏តិចនិចមួយចំនួនដែលខ្ញុំផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍របស់ខ្ញុំមកដល់អ្នកទាំងអស់គ្នាបាទក៏ប៉ុន្តែមុននឹងចូលទៅក្នុងប្រធានបទរបស់ខ្ញុំសូមការអនុញ្ញាតបន្តិចណាបងប្អូនណាសម្រាប់ការចែករំលែកទៅដល់អ្នកដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំណាមិនទាន់ស្គាល់ប្រវត្តិខ្ញុំឈ្មោះមានសវុតបាទខ្ញុំមានស្រុកកំណើតនៅភូមិក្រាំងឃុំធីស្រុកបាភ្នំខេត្តព្រៃវែងហើយខ្ញុំធ្លាប់ជាប់បំណុល$40000ខ្ញុំធ្លាប់ប្រកបមុខរបរជាងម៉ាស៊ីនត្រជាក់កាលនៅឆ្នាំ2019ខ្ញុំជាប់គាំងខ្លាំងជំរុតចំណាក់ស្រុកទៅដល់ប្រទេសថៃខ្ញុំទៅដល់ថៃហើយខ្ញុំត្រឡប់មកខ្មែរវិញខ្ញុំទទួលបានការប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញជាអ្នកឯកទេសគឺលោកគ្រូសៀសផលដោយដោះស្រាយបញ្ហាបំណុល$40000ដែលខ្ញុំគាំង5ឆ្នាំហ្នឹងដោយប្រើរយៈពេលត្រឹមតែ1ខែទេគឺខ្ញុំដោះស្រាយបញ្ហាបំណុល$40000បានបន្ទាប់មកទៀតខ្ញុំក៏បានចងក្រងរូបមន្តបទពិសោធន៍របស់ខ្ញុំហ្នឹងធ្វើជាវគ្គសិក្សាធ្វើជាសៀវភៅចែកចាយទៅដល់បងប្អូនជាច្រើនដែលបងប្អូនគាត់មានបញ្ហាដូចខ្ញុំហើយគាត់បានទិញសៀវភៅរបស់ខ្ញុំយកទៅដោះស្រាយបញ្ហាបានខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលពួកគាត់បានដឹងពីអាចកំបាំងនិងកលឹះទាំងអស់នោះបាទអូខេបងប្អូនអញ្ចឹងយើងត្រឡប់មកប្រធានបទរបស់យើងវិញដែលនិយាយអំពីការចរចាឬក៏ការសុំការអនុគ្រោះដោយមិនបានដឹងពីក្បួនធ្វើឲ្យខ្លួនផុងចូលក្នុងបញ្ហាកាន់តែជ្រៅបាទបងប្អូនខ្ញុំនិយាយនេះខ្ញុំនិយាយអំពីរឿងពិតរបស់ខ្ញុំបាទហើយក៏មានបងប្អូនមួយចំនួនដែលគាត់មកប្រឹក្សាយោបល់ជាមួយខ្ញុំគាត់ចែករំលែកពីការគិតខុសធ្វើខុសដែលពួកយើងបានធ្វើកន្លងមកអញ្ចឹងខ្ញុំសូមលើករឿងមួយបាទដែលនិយាយអំពីរឿងកម្ចីនៅពេលដែលខ្ញុំបានខ្ចីលុយគេខ្ញុំបានយកលុយនោះទៅប្រើប្រាស់ធ្វើការងារម៉ាស៊ីនត្រជាក់របស់ខ្ញុំក៏ខាតអស់ទៅវិញបន្ទាប់ពីខ្ញុំអត់មានលុយបង់គេខ្ញុំទៅខ្ចីការប្រាក់ថ្លៃយកមកបង់ការប្រាក់ថោកអានេះគឺជាដំណើរនៃការរុកដំណើរនៃបំណុលរបស់ខ្ញុំបងប្អូនដឹងមិនទៀតទេនៅពេលដែលខ្ញុំធ្វើបែបហ្នឹងវារហូតដល់គាំងបាទនៅពេលដែលគាំងយើងចាប់ផ្ដើមចរចាជាមួយគេសុំការអនុគ្រោះគេឬក៏កិច្ចវេះឬក៏មិនលើកទូរស័ព្ទជាដើមនេះគឺជាទម្លាប់របស់ខ្ញុំនៅពេលដែលខ្ញុំអត់ដឹងពីវិធីក្នុងការដោះស្រាយប៉ុន្តែនៅថ្ងៃមួយយើងក៏បានជួបជាមួយនឹងខាងមន្ត្រីឥណទានឬក៏ខាងស្ថាប័នធនាគារហ្នឹងគេអញ្ជើញយើងគេហៅយើងទៅប៉ុស្តិ៍គេហៅយើងទៅស្ថាប័នរបស់គេដើម្បីជួបជជែកបាទសំណួរសួរថាគេហៅនឹងខុសទេអត់ខុសទេគេហៅដើម្បីជួបដើម្បីដឹងពីស្ថានភាពរបស់យើងតើយើងមានសមត្ថភាពក្នុងការសងដែរឬទេអញ្ចឹងអំឡុងពេលនោះខ្ញុំភ័យខ្ញុំញ័រខ្ញុំរន្ធត់ខ្ញុំខ្លាចបាទខ្ញុំទៅពេលខ្លះខ្ញុំរត់កិច្ចផងពេលខ្លះក៏ខ្ញុំបានទៅអញ្ចឹងទៅប៉ុន្តែនៅពេលដែលទៅនោះគឺភ័យអស់ហើយបែកញើសច្រោកបែកញើសថ្ងាសបាទអញ្ចឹងនៅពេលអំឡុងពេលដែលខ្ញុំបែកញើសនោះដឹងបងប្អូនដឹងមិនខ្មិចទេគឺខ្ញុំទៅកុហកគេបន្ថែមទៀតអាគេហៅយើងជួបហើយយើងបានជួបជាមួយគេហើយគេប្រាប់ថាបងឯងមានរឿងអីបងឯងអាចដាក់សំណើមកខ្ញុំបានអញ្ចឹងអាការដាក់សំណើរបស់យើងហ្នឹងវាទៅជាកុហកគេមកតង់ទៀតកុហកថាម៉េចថាអើយបងខ្ញុំសុំបង់ការបានអត់បាទឥឡូវខ្ញុំវាអត់មានលុយទេខ្ញុំសុំបង់ការបានអត់អញ្ចឹងគេយកសំណើរបស់យើងហ្នឹងទៅពិចារណាហើយស្រាប់តែពេលអាដងឲ្យបង់ការហ្នឹងវាអត់មានលុយបង់ការទៀតឃើញទេអាហ្នឹងគឺជាកំហុសមួយថាខុសធ្ងន់ហ្មងទៅកុហកគេបានទៅជួបគេហើយយើងទៅកុហកគេសុំគេទៅរយៈពេលបង់ការបន្ទាប់ពីគេសម្របសម្រួលបានហើយគេថាម៉េចក៏បងមិនឃើញបង់ការយើងសម្រួលឲ្យបងហើយហេតុអីក៏បងមិនបង់ការទៀតថាបងអើយឥឡូវនេះប្អូនអត់មានលុយទេឥឡូវសុំផ្អាកបង់មួយរយៈ
bà cái nhé từ xong cái bong mà để đã sầm nào mà xa tiệt chân cái kia sầm rộp thả là ok dương miên lẹ khăn mùi pi bay ở bọn anh bóng và mùi khá đầm bày bọn anh miên sầm mặt tập hiệp non cá và có một là bò chân khi sầm rộp ai tiết tòng tí pi khi sầm rộp ai tiết đây hay dương đo và mùi khai hay nơi tọt miên lôi tiệt bà ọt miên lôi bong kia tiệt chânนี่คือเชื่อจำนวนกระดาษกบทั่วเอาคลุนไอ้ปอบบะจังเมียนไทยท่าการนั้นยังอดดังปีกาจอจาหรือก็ดังปีขบวนขนมกาเพื่อการเงินดังเต้เรื่องมันคอยเตะบองโปนึงก็เหาะโดยขยมก็เหาะท่าสมบองกาก็เหาะสมท่าสมพระมาได้เยอะให้อาเปดองไงเดี๋ยวสัญญาพระน้องหายเนยแต่ขึ้นสมาร์ทเพียบเตียดจังเรื่องนี้คือเรื่องมวยจมงือบ่มนอลบัดสันจีบองโปนมีนจมงือบ่มนอลบองโปนเตอแต่จอจาเรื่องแต่ลอยมามกบองโปนมันอาจดักสายปัญหาบานเตเรื่องมันปะบะกัดเต้ปีปรูยังชื่อกบ้ายังแต่เล็บทนามจกปูเรื่องไอ้เตอโยนกระไรนั่งจังบ่มนอลก็จังได้บองโปนมีอาการแบบนึงบองโปนแต่จอจาเก้ดอยเหมือนบานดังปีวิธีขนมการเชี่ยบาวจมือบ่มน้อบองโอนหนึ่งจูบพอหลับบ้าเนื้อเป๊ะได้ดาวทั้งไงสัญญาให้ขมิ้นสมรรถเทียบขนมการสองเกย์บ่านี่คือจีบอดวิสอดบอกยมตัวให้สังคมทับบองโอนหนึ่งโยนเปียไว้เด็กขนมใจอีกเลยนี้ให้เนี่ยได้ชื่อเนี่ยได้ทรอบจูบดึกย้อมหนึ่งโยนเลยบ่าจากเอาคนจานสำหรับวิดีโอคลิปทำไมมือนี้ให้บัสันจีบองโอนโยนถ่ายละอ้ออาช่วยการเสียใจดมเล็กต่อดาวบองโอนจีจานติดได้เตะการดมนอกสายดมใบกอดบานคืนให้บานดังตีวิดีโอมือนี้ดมใบchỉ cả triết chỉ cả bầm phừ muối làm bay chui phụ quạt bà chẳng vì nhom sầm vót miền xa bản nét hay sông lươn tiệt chất cùng ọt sừng khấm cùng kịch lấy rừng nắng nhóm chuối đào sai bành hạ bồng phồn bán bồng phồn còn tại tiện tôm một nhóm tam dễ lấy sôn cay sông bầm muối bảy đám sôn bạch cốt dương miền chỉ có buôn rồi bầm muốn không cà chùa nhom miền miền đầm lầy cay sấp làm buôn là pan trái bảo bồng phồn miền bành hạ bồng nó chụpพอลำบากแม่nhom lụa chuột bồng phồn trầm tái mà phay bồng buôn là đểสำหรับเด็กน้องเนี่ยได้ชาร์จมกTelegram របស់ខ្ញុំនៅក្នុងថ្ងៃនេះបាទអរគុណសូមជម្រាបលាសូមព្រះប្រទានពរបងប្អូនទាំងអស់គ្នាកុំអស់សង្ឃឹមខ្ញុំអាចជួយបាន